សូមគោរពជម្រាបសួរនាងខ្ញុំពេជ្រណារីមកពីរាជធានីភ្នំពេញជាសិក្ខាកាមក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផ្នែកឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ចាបន្ទាប់ពីសិក្សាអស់រយៈពេល2ថ្ងៃនាងខ្ញុំចាប់អារម្មណ៍លើមេរៀន2ចាទី1គឺការខិតខំប្រឹងប្រែងទី2គឺក្រមសីលធម៌ចានាងខ្ញុំនឹងយកមេរៀននេះទៅដកខាត់ខ្លួនឯងនិងណែនាំដល់បងប្អូនជុំវិញខ្លួនចាហើយជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់អង្គញាសាស្ត្រាចារ្យបណ្ឌិតសាងអៀបក៏សូមថ្លែងអំណរគុណដល់គណៈចាត់តាំងកម្មវិធីនិងសូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ចាដែលបានចូលរួមជាពិសេសនោះក៏សូមថ្លែងអំណរគុណដល់សាស្ត្រាចារ្យបណ្ឌិតចនីដែលបានខិតខំបណ្ដុះបណ្ដាលដល់នាងខ្ញុំនិងដល់សិក្ខាកាមទាំងអស់ដោយកម្លាំងកាយចិត្តគំនិតប្រាជ្ញាស្មារតីនិងពេលវេលាដ៏មានតម្លៃរបស់លោកផងដែរចាហើយក៏សូមគោរពជូនពរដល់សាស្ត្រាចារ្យបណ្ឌិតចនីឲ្យមានសុខភាពល្អកម្លាំងមាំមួនទ្រព្យសម្បត្តិស្ដុកស្ដំកិត្តិយសឧត្តមឧត្តមនិងជោគជ័យគ្រប់ភារកិច្ចចាសូមអរគុណពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់